តោះសួស្តីអ្នកនរគ្នាយើងចូលរួមមកទាញយកកម្មវិធីហ្គេមមួយដែលមានឈ្មោះថា MU Online ដែលយើងធ្លាប់ដឹងហើយថាជាហ្គេមបែបផ្សងព្រេងហើយសប្បាយមែនតើអញ្ចឹងតាមរបៀបទាញយកហ្គេមហ្នឹងយើងទាញតាមបែបណាបាទអញ្ចឹងនៅក្នុងនេះគឺយើងបានឃើញយើងគ្រាន់តែចូលទៅ mymuonline.com អញ្ចឹងយើងសាកចូលទៅគឺយើងនឹងឃើញ website ហើយយើងគ្រាន់តែទាញយក client មកគឺជាការស្រេចបាទអញ្ចឹងងាយស្រួលមែនតើហើយយើងបានលេងក្នុងការផ្សងព្រេងដំណើរកម្សាន្តដែលល្អមែនតើដែលបងប្អូនជើងចាស់ gamer គាត់ធ្លាប់នឹងស្គាល់ហើយដែលយើងហៅថា MU ប៉ុន្តែអ្នកដែលធ្លាប់លេងពីមុននៅ server ខ្មែរគឺមាន season ចាស់ season 1 season 2ប៉ុន្តែយើងនេះខុសប្លែកយើងដល់ season 20ហើយអញ្ចឹងយើងទាញយក season 20នេះមកលេងតាមបែបណាដែលជា server របស់ខ្មែរផ្ទាល់ហើយអញ្ចឹងងាយស្រួលមែនតើយើងគ្រាន់តែចូលទៅ download តាម Google Drive ទៅយើងនឹងទាញបាន file ហើយយើងគ្រាន់តែ download វាទៅគឺយើងរងចាំត្មងតែវា download រួចគឺជាការស្រេចអញ្ចឹងដោយសារតែ file នេះខ្ញុំ download ហើយអញ្ចឹងខ្ញុំគ្រាន់តែឡើង direct ទៅគឺរួចរាល់ហើយអញ្ចឹងយើងគ្រាន់តែចុច install ពេលដែល install ហើយយើងនឹងឃើញ file បែបនេះគេដាក់MU Online Cambodia ហ្នឹងជារបស់ខ្មែរយើងតែម្ដងយើងមិនបាច់ទៅលេងនៅ server បរទេសទេគឺយើងមាន server ខ្មែររបស់យើងផ្ទាល់អញ្ចឹងយើងគ្រាន់តែបើកកម្មវិធីមកគឺយើងនឹងចូលដល់កម្មវិធីនោះផ្ទាល់តែម្ដងបាទហើយ server នោះវាជា server កំសាន្តដែលមានលក្ខណៈ relax ហើយងាយស្រួលក្នុងការលេងប៉ុន្តែមុននឹងចូលលេងបានតែយើងត្រូវការអីមួយទៀតគឺយើងត្រូវតែ register ជាមុនសិនអញ្ចឹងវិធីដើម្បី register ហ្នឹងគឺបងប្អូនគ្រាន់តែចូលទៅកន្លែង register កន្លែងខាងលើនេះហើយបន្ទាប់មកយើងបំពេញឈ្មោះ user ឬក៏ ID password ដែលយើងត្រូវការលេងទៅគឺជាការស្រេចអញ្ចឹងងាយស្រួលមែនតើអញ្ចឹងយើងគ្រាន់តែដាក់ឈ្មោះទៅថាយើងចង់ដាក់ឈ្មោះមួយណាយើងដាក់ឈ្មោះថាយើងដាក់ឈ្មោះ ABCD ឬក៏ EFG ក៏បានបាទបន្ទាប់មកយើងគ្រាន់តែបំពេញ password លេខសម្ងាត់ email ហើយយើងបង្កើតគណនីគឺជាការស្រេចអញ្ចឹងយើងអាចចូលទៅលេងបានហើយអញ្ចឹងដោយសារ account នេះខ្ញុំបង្កើតហើយអញ្ចឹងខ្ញុំអត់តែបាច់បង្កើតដល់ទៀតទេខ្ញុំគ្រាន់តែចូលទៅក្នុង MU Online យើងវាយ ID ចូលទៅហើយនឹង password គឺយើងអាច log ចូលទៅក្នុង account នឹងបានហើយអញ្ចឹងយើងអាចលេងបានហើយវិធីក្នុងការលេងជាមួយនឹងកម្មវិធី server ថ្មីនេះគឺងាយស្រួលមែនតើថា item សិតតែ free register ភ្លាម free បាន 1000 view point ភ្លាមយើងអាចទិញបានឬក៏ item ខាងក្នុងបានស្រួលអញ្ចឹងពេលដែលយើងចូលទៅគឺយើងឃើញ hero ហើយយើងអាចបង្កើត hero ជាច្រើនតួអង្គផ្សេងទៀតដើម្បីលេងហើយក្នុង server នេះដែរគឺយើងឃើញវាមាន map ច្រើនមែនតើ map រហូតដល់ level 1700 1800 ទៀតហើយវិធីលេងគឺងាយស្រួលយើងចង់ add point យើងអាច add direct បានហើយងាយស្រួលមែនតើហើយសម្រាប់ store គឺមាន store សម្រាប់យើងទិញអាចជឿបានងាយស្រួលយើងចង់បានអីយើងទិញនៅក្នុងហ្នឹងគឺសិតតែ free បាទមិនថា ring មិនថាជា night light ឬក៏ការផ្សងព្រេងដំណើរកម្សាន្តគឺយើងអាចដក quest ទៅយើងទិញបានទេអញ្ចឹងខ្ញុំអាចចូលទៅ server កម្សាន្តយើងអាចចូលទៅ post level ហ្មងក៏បានបាទយើងក៏ចូលទៅ server ទៅគឺយើងមាន mod ទីផ្សារយើងហៅថា យក item ការផ្សាយក៏ងាយក្នុងការយើងលេងតែឲ្យបើយើងចូលទៅវាយដល់ក្នុងហ្មងក៏បានហើយថ្មីនេះសម្រាប់ខែ12ហ្នឹងយើងគេហៅថានៅអាវគឺយើងមានការវាយតា Santa Clausងាយស្រួលដែរគឺគាត់ទៅ register ទៅបាន1000ហើយពីការរកឲ្យទៅ download ចឹងយើងអាចហើយក្នុង website lạiច្រើនមែនទេហើយសម្រាប់ការតែវាមាន character ជាច្រើនហើយយើងអាចលេងបានហើយយើងអាចបើកបានច្រើនទូទៀតបាទជាង character hero មានច្រើនការជំនាន់ season admin ការលេង season 1 season 2គឺមាន counter magic ladder តែឥឡូវយើងមាន summoner យើងមាន fighter យើងមាន low lancer rune slayer counter អ្នកបាញ់ទឹកភ្លើងហើយមានគុណហើយជាអ្នកផលិតកម្មសហើយនេះយើងបែកទាំងទទួលអាស្រ័យហើយនឹងទៀត hero អាចបែកសម្រាប់ពីខ្លួនឯងឲ្យបានដូចផងនិយាយចង់លេងចូលរួម